នាងខ្ញុំសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានពី AMS អរិយធម៌ខ្មែរជាទីមេត្រីសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនាងខ្ញុំសូមជូនហោរាសាស្ត្រប្រចាំថ្ងៃសៅរ៍15កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី12ខែមេសាឆ្នាំ2025សម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីជោគជតារាសីលាភសក្ការៈលុយកាក់និងការធ្វើដំណើរថាតើត្រូវធ្វើយ៉ាងណាដើម្បីទទួលបានលាភជ័យនៅក្នុងថ្ងៃសៅរ៍នេះនៅពេលនេះនាងខ្ញុំសូមជម្រាបជូនដូចតទៅឆ្នាំលាភសំណាងទាំង5មានដូចជាឆ្នាំមមីពងទេវតាស្រីឆ្នាំវកពងយៈប្រុសឆ្នាំរកាពងយៈប្រុសឆ្នាំចពងយៈស្រីឆ្នាំកុលពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែនថ្ងៃនេះជាពេលវេលាដ៏ល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុនិងករណីលុយកាក់ការចំណាយដើមទុននានាត្រូវបានធានាមានស្ថិរភាពល្អរឹងមាំសូមកុំចោះចាញ់នឹងភាពអស់សង្ឃឹមឬបរាជ័យតិចតួចដែលកើតមានឡើងឬជាលទ្ធផលពីស្ថានភាពអដិនអ្វីត្រូវបានសម្របសម្រួលនិងដោះស្រាយលោកអ្នកទទួលបានឱកាសពេញទីក្នុងការអភិវឌ្ឍការងារទាំងឡាយសូមចាត់ចែងការងារទៅតាមគម្រោងផែនការដែលអ្នកបានរៀបចំសូមកុំមានការព្រួយបារម្ភឬភ័យខ្លាចហេតុការណ៍នេះនឹងអាចដោះស្រាយបានក្រោមការជួយជ្រោមជ្រែងពីមនុស្សដែលនៅក្បែរខ្លួននិងលោកអ្នកផ្ទាល់តែម្ដងលោកអ្នកទទួលបានឱកាសពេញទីក្នុងការអភិវឌ្ឍការងារសូមកុំបណ្ដោយឲ្យពេលវេលាកន្លងផុតទៅថ្ងៃនេះការគាំទ្រពីមនុស្សដែលនៅក្បែរខ្លួនមានពេញបរិបូរណ៍មិនមានអ្វីដែលលោកអ្នកត្រូវព្រួយបារម្ភនោះទេសូមលោកអ្នកកំណត់ការទទួលយកស្ថានភាពឬការឆ្លើយតបទៅនឹងស្ថានភាពទាំងនោះលោកអ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយចំពោះលទ្ធផលការងារដែលបានដាក់ចេញនាពេលកន្លងមកសម្រាប់ការងារថ្មីសូមកុំមានការស្ទាក់ស្ទើរលោកអ្នកទទួលបានភាពជោគជ័យព្រមទាំងការគាំទ្រយ៉ាងខ្លាំងផងដែរឆ្នាំមធ្យមទាំង4មានដូចជាឆ្នាំជូតពងទេវតាប្រុសឆ្នាំឆ្លូវពងមនុស្សប្រុសឆ្នាំរោងពងឆ្នាំមធ្យមទាំង4មានដូចជាឆ្នាំជូតពងទេវតាប្រុសឆ្នាំឆ្លូវពងមនុស្សប្រុសឆ្នាំរោងពងទេវតាប្រុសឆ្នាំម្សាញ់ពងមនុស្សប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមសូមលោកអ្នកព្យាយាមកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវពេលនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯងនោះទេចំពោះរឿងអ្នកដទៃជាការឥតប្រយោជន៍ហើយថែមទាំងប៉ះពាល់លទ្ធផលដល់ការងាររបស់អ្នកដទៃផងដែរសម្រាប់ទំនាក់ទំនងនឹងមនុស្សផ្ទុយភេទឆ្នាំខាលទាមទារការអនុគ្រោះឲ្យបានច្រើនជាងមុនទៅជាការល្អប្រសើរមុខរបរនិងការងាររបស់អ្នកកំពុងស្ថិតនៅក្នុងសភាពមិនច្បាស់លាស់លោកអ្នកនឹងអាចប្រឈមមុខជាមួយបញ្ហាបានយ៉ាងងាយប្រសិនបើអ្នកមិនបានគ្រប់គ្រងស្ថានភាពឬដោះស្រាយបញ្ហាតូចតាចទាំងនោះឲ្យបានទាន់ពេលវេលាសម្រាប់អ្នកប្រកបអាជីវកម្មភាពជោគជ័យរបស់អ្នកគឺស្ថិតនៅលើគន្លងផ្លូវលោកអ្នកអាចទទួលបានដំណឹងលទ្ធផលសម្រេចយ៉ាងល្អប្រសើរនៅរវាងពេលល្ងាចថ្ងៃនេះអ្នកមានពេលវេលាច្រើនដើម្បីបំពេញការងារកុំធ្វើអ្វីប្រញាប់ប្រញាល់ពេកនោះឡើយគួរប្រើពេលសម្លឹងមើលហេតុការណ៍នានានៅជុំវិញខ្លួនឲ្យបានហ្មត់ឆ្នាំធ្លាក់ចុះទាំង3មានដូចជាឆ្នាំខាលពងយៈស្រីឆ្នាំថោះពងមនុស្សស្រីឆ្នាំមមែពងទេវតាស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រោតចោលោកអ្នកមិនអាចទទួលបានលទ្ធផលជាទីពេញចិត្តស្របតាមការប៉ងប្រាថ្នានោះឡើយសូមគិតគូរកែខៃទស្សនវិស័យនិងវិជ្ជាជីវៈរបស់អ្នកមិនមានឱកាសឈានដល់កម្រិតជោគជ័យធំក៏ដោយនៅក្នុងពេលនេះលោកអ្នកមានឱកាសផ្លាស់ប្ដូរស្ថានភាពតាមការពេញចិត្តរបស់អ្នកសូមប្រយ័ត្នមាត់បន្តិចនៅក្នុងថ្ងៃនេះពាក្យសម្ដីរបស់អ្នកអាចធ្វើឲ្យមានបញ្ហាបានអ្នកមានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់សូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបណាមួយដែលមិនចូលរួមក្នុងការចរចានិងការប្រជុំចំពោះហិរញ្ញវត្ថុគឺកំពុងទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលោកអ្នកត្រូវស្វែងរកប្រភពចំណូលដែលពឹងលើបទពិសោធន៍របស់ខ្លួនលោកអ្នកនឹងអាចចាញ់ពាក្យសម្ដីទន់ភ្លន់របស់អ្នកដទៃពិសេសចូលពិនិត្យវាតម្លៃក្នុងទំនាក់ទំនងរវាងមនុស្សឆ្នាំវករាសីរបស់អ្នកមិនស្របគ្នានោះទេនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមានតម្លៃតាមដានហោរាសាស្ត្រប្រចាំថ្ងៃសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចប៊ូតុង Subscribe រួចចុចប៊ូតុង Like និង Share ដើម្បីទទួលបានអត្ថបទថ្មីជារៀងរាល់ថ្ងៃនៅពេលនេះនាងខ្ញុំពី AMS អរិយធម៌ខ្មែរសូមអរគុណសូមជម្រាបលា